ដោយសារតែនាយកប្រតិបត្តិស្អប់ស្ត្រីដែលតែមុខខាងពេកបុគ្គលិកស្រីៗបានដោះគ្រឿងសម្អាងចេញភ្លាមៗនៅពេលដែលពួកគេឮថាគាត់ត្រឡប់មកវិទ្យាសមកាលវិញបន្ទាប់មកពួកគេទាំងអស់គ្នាបានស្លៀកពាក់ឈុតនិងអាវធំជាមួយគ្នាដើម្បីត្រៀមខ្លួនស្វាគមន៍នាយកប្រតិបត្តិទោះជាយ៉ាងណាក៏ដោយក្មេងស្រីថ្មីនោះមិនដឹងពីច្បាប់ទាំងនេះទេនាងបានឈរដោយប្រុងប្រយ័ត្នមួយឡែកនៅពេលនោះអ្នកគ្រប់គ្រងម្នាក់ដែលមិនចូលចិត្តនាងបានព្រីនាងទៅមុខដោយចេតនាប៉ុន្តែគ្មាននរណាម្នាក់នឹកស្មានថាក្មេងស្រីនោះបានថោកនាយកប្រតិបត្តិដោយចៃដន្យនោះទេមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលក្មេងស្រីនោះថានាងរួចរាល់ហើយបានសុំទោសនាយកប្រតិបត្តិយ៉ាងឆាប់រហ័សប៉ុន្តែនាយកប្រតិបត្តិនោះស្រាប់តែអបនាងហើយនិយាយថាគាត់នឹកនាងខ្លាំងណាស់ក្មេងស្រីនោះមានអារម្មណ៍ចម្លែកនាងមិនស្គាល់បុរសម្នាក់នេះទាល់តែសោះអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថាបុរសនោះបានបញ្ជាឲ្យជំនួយការរបស់គាត់បម្លាងឋានៈនាងជាអ្នកត្រួតពិនិត្យជាមួយនឹងប្រាក់ខែប្រចាំឆ្នាំចំនួន5លានដុល្លារបន្ទាប់មកគាត់បាននាំក្មេងស្រីនោះចូលទៅកាន់ការិយាល័យភ្លាមៗហើយចាប់ផ្ដើមពិនិត្យមើលថានាងរងរបួសឬអត់ពេលដែលក្មេងស្រីនោះហៀបនឹងសួរគាត់អំពីការដំឡើងប្រាក់ខែបុរសនោះស្រាប់តែអៀងលើស្មារបស់នាងហើយងងុយគេងនៅពេលនោះភ្នែករបស់គាត់បានភ្លឺផ្លែតទៅដោយពន្លឺចម្លែកមួយហើយគាត់ក៏ភ្ញាក់ឡើងភ្លាមៗប៉ុន្តែនៅពេលនេះគាត់ហាក់ដូចជាបាត់បង់ការចងចាំពីពេលនេះគាត់បានស្ដីបន្ទោសក្មេងស្រីនោះដែលហ៊ានចូលទៅកាន់ការិយាល័យរបស់គាត់ដោយគ្មានការអនុញ្ញាតបន្ទាប់មកគាត់បានឲ្យជំនួយការរបស់គាត់ភ្លាមៗហើយប្រកាសភ្លាមថាក្មេងស្រីនោះត្រូវបានដណ្ដេញចេញទាំងក្មេងស្រីនិងជំនួយការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្មេងស្រីនោះបានចោទប្រកាន់បុរសនោះថាដូចជាមនុស្សវិកលឥច្ឆរិតប៉ុន្តែត្រូវបានបង្ខំដោយស្ថានភាពនេះនាងត្រូវតែចាក់ចេញដោយកំហឹងទោះជាយ៉ាងណាក៏ដោយពេលនាងចាក់ចេញភ្លាមបុរសនោះបានផប់ដង្ហើមដោយសារដុំស្ករមួយដុំពេលកំពុងផឹកកាហ្វេសម្លេងខ្លាំងៗបានតាក់ទាញទាំងជំនួយការនិងក្មេងស្រីនោះវិញដែលឃើញស្ថានភាពអាសន្នក្មេងស្រីនោះបានទះពោះរបស់នាយកប្រតិបត្តិដោយក្តីរំភើបពេលនាងឃើញថាបុរសនោះសន្លប់នាងរុញគាត់ទៅលើដីហើយផ្ដោតដង្ហើមសក្តិនិមិត្តដល់គាត់បន្ទាប់ពីសញ្ញាជីវវិទ្យារបស់បុរសនោះបានវិលមកកាន់ភាពធម្មតាវិញអ្នកគ្រប់គ្រងម្នាក់ដែលមិនចូលចិត្តក្មេងស្រីនោះបានប្រាប់នាងឲ្យចាក់ចេញពីក្រុមហ៊ុនយ៉ាងលឿនហើយក្មេងស្រីនោះត្រូវចាក់ចេញដោយគ្មានទីពឹងបន្ទាប់ពីក្មេងស្រីនោះចាក់ចេញនាយកប្រតិបត្តិបានភ្ញាក់ឡើងភ្នែករបស់គាត់ភ្លឺឡើងម្ដងទៀតបន្ទាប់មកគាត់បានសួរជំនួយការរបស់គាត់ភ្លាមៗថាក្មេងស្រីនោះទៅណាពេលបុរសនោះដឹងថាក្មេងស្រីនោះត្រូវបានបណ្ដេញចេញគាត់ខឹងយ៉ាងខ្លាំងហើយទាមទារឲ្យដឹងថាអ្នកណាជាអ្នកបណ្ដេញនាងចេញពេលដឹងថាខ្លួនគាត់ផ្ទាល់ជាអ្នកបណ្ដេញនាងចេញគាត់បានបញ្ជាឲ្យជំនួយការរបស់គាត់ទៅរកនាងភ្លាមៗជំនួយការគិតថាបុរសនោះមានគ្រុនថ្លាប៉ុន្តែថ្ងារបស់គាត់មិនដែរទេបុរសនោះបានដឹងថាឥឡូវនេះគាត់មានបតិពុក្ខលិកភាព2ហើយដើម្បីការពារបតិពុក្ខលិកភាពទី2របស់គាត់ពីការបណ្ដេញក្មេងស្រីនោះគាត់បានចុះកិច្ចសន្យាដែលបញ្ជាក់ថាប្រសិនបើគាត់បណ្ដេញនាងទ្រព្យសម្បត្តិទាំងអស់នឹងត្រូវប្រគល់ចំពោះនាងជំនួយការមានការងឿងឆ្ងល់ថាហេតុអ្វីបានជាបុរសនោះស្រាប់តែចូលចិត្តក្មេងស្រីធម្មតាម្នាក់ប៉ុន្តែ